យើងចូលទៅកាន់ជ្រោមហើយយើងអត់វាយពាក្យថា PLP ដូចពីមុនទេគឺយើងវាយថាពាក្យថា PTHOM PTHOM student អូខេយ៉ាងចឹងយើងចុចចូលហើយគឺយើងឃើញនេះលេងមួយនេះPTHOM student សូមជម្រាបសួរទៅកាន់ពុកម៉ែបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់ Channel ខ្ញុំបាទ YouTube ថងបញ្ញាវីដេអូមួយនេះគឺខ្ញុំចង់បង្ហាញពុកម៉ែបងប្អូនអំពីក្នុងការចូលទៅកាន់ account PTHOM តើយើងចូលគណនីសិស្សរបៀបម៉េចចូលគណនីគ្រូរបៀបម៉េចអញ្ចឹងខ្ញុំនឹងបង្ហាញលម្អិតតាក់ទងទៅនឹងវីដេអូមួយនេះជូនលោកគ្រូអ្នកគ្រូពួកគាត់បានជ្រាបក្នុងការចូលទៅកាន់ថ្នាក់បឋម PTHOM ដោយសារតែព្រឹកមិញគឺខ្ញុំបានចូលរួមវគ្គបណ្ដុះបណ្ដាលរយៈពេលបានមួយថ្ងៃហើយអញ្ចឹងខ្ញុំយល់បានច្រើនមែនតើតាក់ទងទៅនឹងការចូលទៅកាន់ថ្នាក់បឋម PTHOM ហ្នឹងអញ្ចឹងកុំឲ្យខាត់ពេលវេលាយូរអស់ទៅមើលរបៀបចូលគណនីគ្រូហើយនិងរបៀបចូលទៅកាន់គណនីសិស្សដោយរបៀបណាចូលទៅតាមដានទស្សនាទាំងអស់គ្នាដំបូងគឺលោកគ្រូអ្នកគ្រូត្រូវបើកទូរស័ព្ទក៏បានកុំព្យូទ័រក៏បានអ្វីដែលយើងត្រូវការមុនគេសំខាន់ជាងគេគឺអ៊ីនធឺណិតសិនជាយើងអត់មានអ៊ីនធឺណិតទេហើយយើងចូល account គណនីនឹងក៏កើតដែរការបិទបង្ហាញរបស់ខ្ញុំនេះគឺខ្ញុំធ្វើទៅនឹងកុំព្យូទ័រចំណុចទី1គឺយើងចូលទៅកាន់ជ្រោមបាទចូលទៅកាន់ជ្រោមយើងចូលទៅកាន់ជ្រោមហើយយើងអត់វាយពាក្យថា PLP ដូចពីមុនទេគឺយើងវាយថាពាក្យថា PTHOM PTHOM student អូខេយ៉ាងចឹងយើងចុចចូលហើយគឺយើងឃើញនេះលេងមួយនេះPTHOM student portal គឺយើងចុចចូលទៅកាន់ PTHOM មួយហ្នឹងបាទគឺយើងចុចចូលទៅកាន់ PTHOM មួយហ្នឹងមកបាទមួយមកដល់កន្លែងនេះគឺសងទៅនឹងរបៀបចូលរបស់គ្រូហើយនិងរបៀបចូលរបស់សិស្សកន្លែងនេះគឺជាចំណុចដែលសំខាន់ជាងគេរបៀបម៉េចពីមុនគឺយើងគ្រូគ្រាន់តែឲ្យទៅ QR ទៅកាន់សិស្សទៅគឺពួកគាត់អាចចូលគណនីនឹងបានហើយប៉ុន្តែមួយលើកនេះគឺយើងអត់ដូចពីមុនទេគឺយើងចូលខុសពីលើកមុនគឺកន្លែងចំណុចមួយនេះគឺលោកគ្រូអ្នកគ្រូជាអ្នកអនុញ្ញាតសិស្សឲ្យចូលចំណុចដំបូងគេគឺខ្ញុំចង់ប្រាប់ពីរបៀបឲ្យសិស្សហ្នឹងចូលគណនី PTHOM ដោយរបៀបណាយើងអត់ប្រើប្រាស់ QR ដោយពីមុនទេគឺយើងអត់មាន Wi password ទេតាក់ទងទៅនឹងការចូលគណនីរបស់សិស្សគឺយើងចុចចូលរួមចូលដោយជំនួយពីគ្រូគឺយើងចុចទៅលើកន្លែងនេះហើយវានឹង load QR code ហ្នឹងមកហើយនៅពេលដែលវាចូលនៅពេលដែលវាមាន QR មកបែបនេះគឺយើងត្រូវការ device មួយទៀតទូរស័ព្ទមួយទៀតដើម្បីចូលទៅកាន់គណនីគ្រូហើយយើង scan ទៅលើ QR code ហ្នឹងទៅយើងអាចឲ្យសិស្សហ្នឹងចូលរៀនបានហើយអញ្ចឹងសិស្សត្រូវតែរងចាំការ scan ពីគ្រូហើយអញ្ចឹងសិស្សនឹងអាចចូលបានពុកម៉ែបងប្អូនអត់ទាន់នៅត្រង់ចំណុចនេះពុកម៉ែបងប្អូនអាចខាវីដេអូខ្ញុំថយក្រោយបន្តិចមកហើយទៅពុកម៉ែបងប្អូនមើលពីការនិយាយរបស់ខ្ញុំកន្លែងនេះម្ដងទៀតមួយបាទអាហ្នឹងតកតងទៅនឹងការចូលគណនីរបស់សិស្សបាទស្រាប់អីតន់មួយទៀតគឺជាការចូលគណនីរបស់គ្រូនៅពេលដែលវាលោតមកផ្ទាំងបែបនេះគណនីរបស់គ្រូគឺយើងអាច scan QR របស់យើងអាចវាយ password របស់យើងចូលទៅកាន់គណនីរបស់យើងបានដោយស្រួលអត់ពិបាកដូចសិស្សរាំងពិបាកគ្រូអ្នកគ្រូចូលទៅកាន់ scan វាយ password ក៏បាន scan QR ក៏បានប៉ុន្តែបើខ្ញុំចូលទៅកាន់ជ្រើសរើសដោយប្រើ QR code អញ្ចឹងលោកគ្រូអ្នកគ្រូចុចកន្លែងហ្នឹងមកវានឹង load មកហើយនៅក្នុងហ្នឹងវាមាន2ជម្រើសវាមាន scan QR កន្លែងនេះហើយនឹងជ្រើសរើស QR ខ្ញុំអត់ចង់ scan ទេដោយសារតែខ្ញុំបើកកុំព្យូទ័រអញ្ចឹងខ្ញុំសូមធ្វើការជ្រើសរើសរូបភាពដោយ QR យើងចុចជ្រើសរើសរូបភាពហ្នឹងមកខ្ញុំទៅដើររក password របស់ខ្ញុំសិន QR របស់ខ្ញុំនេះ QR របស់ខ្ញុំអញ្ចឹងខ្ញុំចុចចូល QR របស់ខ្ញុំមកហើយខ្ញុំ scan ចូលតែម្ដងអញ្ចឹងយើងរងចាំបន្តិចមកនេះអញ្ចឹងវានឹងចូលមកកាន់គណនី PTHOM ហើយដើម្បីរបៀបអនុញ្ញាតឲ្យសិស្សក្នុងការចូលទៅកាន់ថ្នាក់ PTHOM អញ្ចឹងលោកគ្រូអ្នកគ្រូអត់មានអីពិបាកទេលោកគ្រូអ្នកគ្រូចុចទៅលើរូប profile របស់យើងនេះមកតបមកលោកគ្រូអ្នកគ្រូគឺចូលទៅកាន់បញ្ជីសិស្សអញ្ចឹងលោកគ្រូចុចទៅលើបញ្ជីសិស្សនេះមកអ្វីដែលលោកគ្រូត្រូវរកគឺតកតងទៅនឹងសិស្សរបស់ខ្ញុំលោកគ្រូអ្នកគ្រូចុចមកសិស្សរបស់ខ្ញុំអ្វីដែលលោកគ្រូអ្នកគ្រូចង់ឲ្យសិស្សចូលរៀនបានគឺលោកគ្រូអ្នកគ្រូចុចថាពាក្យ scan QR មក
ទាំងអស់នេះគឺសិតតែជាការ scan QR ទាំងអស់អញ្ចឹងបើសិនជាលោកគ្រូចង់អនុញ្ញាតឲ្យសិស្សណាចូលអញ្ចឹងលោកគ្រូអ្នកគ្រូចុចទៅលើការ scan QR របស់សិស្សម្នាក់ហ្នឹងមកឥឡូវឧទាហរណ៍ខ្ញុំ scan QR ទៅលើឈ្មោះគង់ពេញលេខអញ្ចឹងលោកគ្រូអ្នកគ្រូចុច scan QR ទៅលើហ្នឹងមកវានឹង load បើកឲ្យកាមេរ៉ារបស់យើង scan ហើយប៉ុន្តែដោយសារនៅលើកុំព្យូទ័ររបស់ខ្ញុំខូចកាមេរ៉ាអញ្ចឹងវាអត់ចេញទេពេលដែលយើងចុច scan QR ហើយវានឹង load ឲ្យយើង scan ទៅកាន់គណនីសិស្សមុនហ្នឹងដែលខ្ញុំបានប្រាប់ហ្នឹងវីដេអូរបស់ខ្ញុំបង្ហាញអំពីការចូលទៅកាន់គណនី P-Tom គឺបានឈានចូលមកដល់ទីបញ្ចប់បទបង្ហាញរបស់ខ្ញុំទាក់ទងទៅនឹងរបៀបនៃការចូលគណនីគ្រូរបៀបនៃការចូលគណនីសិស្សគឺបានមកដល់ទីបញ្ចប់ហើយអញ្ចឹងអរគុណលោកគ្រូអ្នកគ្រូដែលបានទស្សនាវីដេអូរបស់ខ្ញុំអញ្ចឹងបើពេញចិត្តវីដេអូរបស់ខ្ញុំនេះកុំភ្លេចជួយចុច Subscribe ក៏ដូចចុចមេដៃឬក៏ comment អីផ្សេងទាក់ទងទៅនឹងកម្មវិធីថ្នាលនៃបឋម PLP ដូចជាថ្នាក់ P-Tom ហ្នឹងខ្ញុំនឹងបញ្ចេញព័ត៌មានចេញពីរបៀបប្រើប្រាស់ឲ្យកាន់តែលម្អិតជាងនេះបន្តិចបន្ថែមទៀតបើសិនជាមានចំណុចខ្វះខាតនៅប្រការណាមួយសូម comment ហើយក៏កាន់តែអភ័យទោសផងដែរបាទអញ្ចឹងអ្វីដែលខ្ញុំចាប់បានប៉ុណ្ណាគឺខ្ញុំចែករំលែកប៉ុណ្ណឹងបាទបើពេញចិត្តកុំភ្លេចចុច Subscribe ហើយនិងចុចសញ្ញាកណ្ដឹងផងបាទសូមអរគុណ